ទំនិញថ្មីកាត់ពីម្ចាស់ដើមផ្ទាល់ហុយយល់ចិត្តដើរទិញឡានរាល់ថ្ងៃមិនមែនជួបតែឧបសគ្គក្តៅព្យុះភ្លៀងខ្យល់ទេបាទជួបរឿងអស្ចារ្យសំណើជាច្រើននៅតាមដងផ្លូវបងដែរបងប្រុសអធិស្ឋានបងណាអញ្ចឹងវីដេអូនេះក៏សូមផ្ញើជូនទៅកាន់បងប្រុសដែលជិះលុយស៊ីនេះបងមានគេធ្វើបាបបងហើយគេដាក់ទឹកអញ្ចឹងដល់ពេលយើងឡើងជិះឡានអត់ប្រយ័ត្នបងប្អូនណានេះជាទុកជាបទពិសោធន៍អញ្ចឹងថ្ងៃនេះយល់ចិត្តគឺជិះកង់3ធ្វើដំណើរមកមើលឡានគេនៅខាងផ្សារ Century បងប្អូនណាអញ្ចឹងមានតែវាយកង់3ហើយទៅលឿនបាទជិះឡានខ្លួនឯងស្ទះចរាចរណ៍ខ្លាំងណាស់បងប្អូនណារាសាំង Total បាទខ្ញុំនៅក្នុងនេះកន្លែងសានេះបាទនេះផ្លូវចលះទៅ2004ណាបាទអំបញ្ញមិញនេះគឺខ្ញុំបាទថតវីដេអូបាទប្រាប់ទៅម្ចាស់ឡានបាទឥឡូវឃើញមកប៉ំហើយបងប្អូនណាបាទឥឡូវនេះឃើញថាมันបងអង្គយូរទេគឺទិញបានហើយបងប្អូនណាថ្មីមែនតើបងប្អូនថ្មីហែកមេហែកទឹកហែកដីណាគឺជាប្រភេទ Highlander ផលិតក្នុងឆ្នាំ2002ពណ៌ខ្មៅ Limited បាទពង1 full option ជាប្រភេទពងសុវត្ថិភាព4គ្រាប់បាស JBL បាទដំបូលបើកបងប្អូនណាពូកស្បៃសិនបាទគ្រឿងក្នុងពណ៌លឿងបងប្អូនកម្ររកណាខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនថាប្រភេទឡាន Highlander Limited ពង1នេះមិនថាពណ៌អីទេគឺពិបាករកណាបងប្អូនណាបាទកាមេរ៉ាសុវត្ថិភាពក្រោយរួចបាទដំបូលបើកបាទបើសិនជា full option មួយទៀតគឺជាប្រភេទពង2បាទជាប្រភេទពង2មានកៅអីកម្ដៅបាទថែមទៀតនោះហើយគេហៅថាប្រភេទ full option ពេញបាទប៉ុន្តែស្រុកខ្មែរយើងដូចជាមិនសូវស៊ីសម្រាប់ពង2ប៉ុន្តែខ្ញុំបញ្ជាក់ជូនណាអ្នកខ្លះគាត់ស្រឡាញ់ពង2វារៀងស៊ីប្រេងបន្តិចមែនតែរត់ smooth ល្អបាទចុះខេតអីបាទវាអាចលបឿននាងលឿនទៅវាផ្ដាច់ពងផ្ដាច់អីទៅកម្រិតស៊ីសាំងវារៀងទៀតប៉ុន្តែបរត់ក្នុងក្រុងគេអាចវិភាគបានថាវាស៊ីសាំងខ្លាំងជាងពង1ណាបាទអញ្ចឹងប្រភេទ limited ពង1គឺពិបាករកខ្ញុំថាពិបាករកគ្រប់ពណ៌បងប្អូនណាបាទអញ្ចឹងសម្រាប់រថយន្តមួយគ្រឿងនេះគឺពង1ជាប្រភេទ limited full option បើកដំបូលបងប្អូនណាបាទនិយាយពីថាឡាននេះថ្មីបន្ទុក auto check កប់ពពកតែម្ដងបងប្អូនអាចឆាតចូល page ខ្ញុំដាក់បាទរូបភាពពីសហរដ្ឋអាមេរិកជូនក៏ដូចជាបន្ទុក auto check ពីសហរដ្ឋអាមេរិកក៏ដូចជា option របស់រថយន្តនេះផងដែលថាមានអ្វីខ្លះបាទពេលដែលយើង check auto check គេឆ្លើយតបមកហើយបាទសម្រាប់សារលេខ 2AT0221 តម្លាក់ប្រើស្រុកខ្មែរឆ្នាំ2018សបកកង់ថ្មីដលេ2022បងប្អូនណាបាទហើយរថយន្តមួយគ្រឿងនេះបាទរីករាយស្វាគមន៍ជាងឡានគក់ជ័យឡាងជាងតោងជាងបាញ់ថ្នាំជាងប៉ូលីជាងគ្រឿងក្រមបាទមកមើលរថយន្តមួយគ្រឿងនេះគឺអត់មានខកបំណងទេបងប្អូនជួយប្តេងបន្តិចទៅបាទមើលរថយន្តទាំងស្រុងមួយចំហតែម្ដងបាទសម្រាប់ limited ពង1ខ្ញុំនៅតែនិយាយដដែលគឺពិបាករកទិញណាបងប្អូនបាទច្រើនតែ limited ហើយពង2 full option បាទអញ្ចឹងខ្ញុំបញ្ជាក់ជូនថារថយន្តមួយគ្រឿងនេះខ្ញុំដាក់គុជជូនខ្ញុំដេក័រមកស្អាតជូនតែម្ដងបើការទទួលកក់លុយសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការមួយគ្រឿងនេះរងចាំ3ថ្ងៃណាខ្ញុំរៀបចំជូនបញ្ចប់បាទ